ទោះបីចិនស្រែកឡូឡាគម្រាមកំហែងយ៉ាងណាក៏ដោយចិនក៏ដឹងច្បាស់ថាបើហ៊ានវាយជប៉ុនគឺកងទ័ពចិននឹងបែកច្រមុះអញ្ចឹងហើយបានជាចិនកងទ័ពចិនហ្នឹងគេឲ្យស៊ីជីនពីងតាក់ទងមកអាមេរិកដើម្បីបន្សល់មុខមាត់ហើយចិនឡូឡាចិនកែងក្អាងប៉ុន្តែចិនអត់វាយទេពីព្រោះមេទ័ពចិនភាគច្រើនដឹងថាតាវាយគឺឈាមហើយអ្នកដែលចិនឈាមគឺមិនមែនជប៉ុនទេគឺចិនតែនៅពេលដែលចិនច្បាច់កជប៉ុនឲ្យច្បាំងយូរដើម្បីបំផ្លាញសេដ្ឋកិច្ចជប៉ុនអាចបំផ្លាញសេដ្ឋកិច្ចចិនដោយធ្វើឲ្យកំពង់ផែមួយចំនួនដឹកអត់បាននេះគឺជាផែនការដែលជប៉ុនគិតជាមួយអាមេរិកដែលលោកស្រីសាណាតាកាជីបាននិយាយថាប្រសិនបើប្រទេសចិនធ្វើការវាយប្រហារលើកោះតៃវ៉ាន់វានឹងបង្កើតនៅអសន្តិសុខដល់បណ្ដាកោះទាំងឡាយជាដែនដីនៃប្រទេសជប៉ុនជាប់ទៅនឹងតៃវ៉ាន់ដែលមានចម្ងាយជាង100គីឡូម៉ែត្រពីគ្នាតែប៉ុណ្ណោះលោកស្រីបាននិយាយថាជប៉ុនជៀសមិនរួចពីសកម្មភាពកងទ័ពទេបើសិនជាចិនដីគោកមានសកម្មភាពវាយប្រហារទៅលើតៃវ៉ាន់ពាក្យសម្ដីរបស់លោកស្រីសាណាតាកាជីបានធ្វើឲ្យចិនខឹងច្រឡោតថាជប៉ុនត្រៀមលក្ខណៈលូកដៃចូលក្នុងកិច្ចការផ្ទៃក្នុងនៃប្រទេសចិនស្ថានអគ្គកុងស៊ុលចិននៅទីក្រុងអូសាកាបានសរសេរថាក្បាលអាក្រក់ណាស់ដែលហ៊ានលូកមកក្នុងកិច្ចការផ្ទៃក្នុងចិននឹងត្រូវកាត់ដោយអត់មានញញើតទេបានคล้ายទៅជាព្យុះសង្គ្រាមការទូតដែលប្រទេសទាំងពីរមានភាពតានតឹងរហូតដល់ថ្ងៃនេះគឺថ្ងៃទី1ខែធ្នូឆ្នាំ2025នេះគឺជាដើមកំណើតដែលវាកើតព្យុះសង្គ្រាមប្រឈមមុខគ្នារវាងប្រទេសចិននិងប្រទេសជប៉ុនចាប់ពីថ្ងៃទី7ខែវិច្ឆិកាមកក៏ផ្ទុះសំណួរដែលបានមកសួរខ្ញុំថាបើសិនជាជប៉ុនហើយនឹងចិនច្បាំងគ្នាណាប្រទេសណាឈ្នះខ្ញុំឆ្លើយថាបើសង្គ្រាមនោះមិនប្រើអាវុធនុយក្លេអ៊ែរទេគឺជប៉ុននឹងវាយចិនឈាមច្រមុះឲ្យតែហ៊ានឆ្លងសមុទ្រមកប៉ះពាល់ដល់ប្រទេសជប៉ុនតែបើសិនជាច្បាំងគ្នាសង្គ្រាមធំហើយឈានដល់ការប្រើអាវុធនុយក្លេអ៊ែរនោះចិនអាចឈ្នះលើជប៉ុនបានដោយសារចិនមានអាវុធនុយក្លេអ៊ែរសម្រែកខឹងសម្បានឹងការនិយាយធ្ងន់ចំពោះជប៉ុនដោយប្រព័ន្ធផ្សព្វផ្សាយនិងក្រសួងការបរទេសចិនឥឡូវមកដល់ចំណុចណាហើយការគម្រាមកំហែងការចោទប្រកាន់ការស្រែកឡូឡាដ៏ខ្លាំងរបស់ប្រព័ន្ធផ្សព្វផ្សាយចិននិងក្រសួងរដ្ឋចិនបានថមថយបន្តិចទៅវិញដោយសារអ្វីដោយសារការគម្រាមកំហែងមកលើសន្តិសុខជាតិរបស់ជប៉ុនត្រូវបានជប៉ុនរក្សាភាពស្ងប់ស្ងៀមមិនតបតតែភាពស្ងប់ស្ងៀមនោះជប៉ុនបានពង្រឹងកងទ័ពរបស់ខ្លួនជានិច្ចអន្តរាគមន៍របស់លោកប្រធានាធិបតីសហរដ្ឋអាមេរិកក៏បានធ្វើឲ្យជប៉ុនមិនតបតពាក្យសម្ដីតែជប៉ុនបានពង្រឹងកម្លាំងទ័ពរបស់ខ្លួនខ្លាំងជាងមុនហើយឧស្សាហកម្មរបស់ជប៉ុនដែលជាឧស្សាហកម្មស៊ីវិលទាំងឡាយមានឧស្សាហកម្ម Hitachi Mitsubishi ឧស្សាហកម្មដទៃទៀតរួមទាំង Toyota អីសពគ្រប់ឧស្សាហកម្មស៊ីវិលរបស់ជប៉ុនគឺជាឧស្សាហកម្មទំនើបបច្ចេកវិទ្យាខ្ពស់ហើយជាឧស្សាហកម្មមានពហុសមត្ថភាពដែលជប៉ុនបានកសាងស្ងាត់ស្ងៀមអស់រយៈពេលជាច្រើនសិបឆ្នាំគឺការកសាងឧស្សាហកម្មស៊ីវិលដែលអាចបង្វិលឲ្យទៅជាឧស្សាហកម្មយោធាបានភ្លាមមួយរំពេចចង់និយាយថារោងចក្ររបស់ជប៉ុនទាំងអស់តែធំផលិតគ្រឿងក្រៅបច្ចេកវិទ្យាគ្រឿងចក្រខ្ពង់ខ្ពស់ហ្នឹងគឺអាចនឹងបង្វែរឲ្យទៅផលិតសម្ភារៈយោធាបានមួយរំពេចដែលឧស្សាហកម្មជប៉ុនជាស៊ីវិលតែអាចបង្វិលឲ្យផលិតសព្វាវុធនិងយុទ្ធោបករណ៍បានភ្លាមមួយរំពេចវាជាការត្រៀមលក្ខណៈសន្សំអស់រយៈពេលច្រើនសិបឆ្នាំមកហើយនៅក្នុងពេលថ្មីនេះជប៉ុនបានជូនដំណឹងដល់ឧស្សាហកម្មស៊ីវិលទាំងឡាយឲ្យត្រៀមលក្ខណៈចាំទប់ស្កាត់នឹងអំពើហិង្សាយោធារបស់ចិនបើសិនជាចិនហ៊ានផ្ទុះអាវុធនៅលើសមុទ្រជប៉ុននឹងបង្វិលឧស្សាហកម្មរបស់ខ្លួនឲ្យទៅជាយោធាភ្លាមមួយរំពេចក្នុង24ម៉ោងហើយបើសង្គ្រាមនឹងលើសពី30ថ្ងៃកម្លាំងឧស្សាហកម្មជប៉ុននឹងបង្វិលទៅជាយោធាទាំងអស់មិនព្រមឲ្យចិនរំលោភជិះជាន់លើអធិបតេយ្យភាពនិងបូរណភាពដែនទឹកដីរបស់ជប៉ុនទេការជូនដំណឹងដល់សហគ្រាសដែលជាឧស្សាហកម្មស៊ីវិលជប៉ុនធំគឺឲ្យត្រៀមលក្ខណៈស្រេចនិង shifting gear ដូរលេខទៅផលិតគ្រឿងយោធានេះគឺជាចំណែកមួយទៀត
គឺជប៉ុនបានប្រាប់ទៅក្រុមហ៊ុនរបស់ជប៉ុនដែលមានកងត្រាបច្ចេកវិទ្យាជាមួយនឹងសភាវុធអាមេរិកឲ្យត្រៀមលក្ខណៈកាត់ចង្កូតភ្លាមមួយរំពេចដើម្បីនឹងផលិតគ្រឿងបន្លាស់កងទ័ពគ្រឿងបន្លាស់សភាវុធគ្រឿងបន្លាស់យន្តហោះឲ្យលឿនជាទីបំផុតដើម្បីនឹងសកម្មភាពជាបន្ទាន់ក្នុងការច្បាំងជាមួយចិនចាប់តាំងពីយន្តហោះ F35 ដែលជប៉ុនមានសមត្ថភាពនឹងដំឡើងយន្តហោះ F35 នៅលើដីខ្លួនហើយជប៉ុនមានសមត្ថភាព 100% លើការផលិតបន្លាស់យន្តហោះចាប់ពី F35 មកនៅលើទឹកដីជប៉ុនតែម្ដងបានសេចក្តីថាកម្លាំងយន្តហោះប្រយុទ្ធ F35 ជាង100គ្រឿងជួរមុខជប៉ុនត្រៀមលក្ខណៈថាបើចិនធ្វើការវាយប្រហារមកលើដែនសមុទ្ររបស់ជប៉ុនមានសមត្ថភាពនឹងវាយប្រហារទប់វិញរីឯកម្លាំងផលិតនាវាចម្បាំងវិញក៏ជប៉ុនបានពង្រឹងការផលិតនាវាចម្បាំងរបស់ខ្លួនហើយនឹងពង្រឹងសមត្ថភាពនាវាមួយទឹករបស់ខ្លួនដើម្បីត្រៀមថាបើចិនហ៊ានប្រហើនកោងកាចគម្រាមកំហែងជាផ្លូវអាវុធគឺជប៉ុននឹងវាយចិនឲ្យបែកច្រមុះទោះបីដឹងថាបើសង្គ្រាមនេះឈានដល់សង្គ្រាមនុយក្លេអ៊ែរជប៉ុនចាញ់ក៏ដោយក៏ជប៉ុនត្រៀមលក្ខណៈរួចជាស្រេចធ្វើការទប់ទល់ចិនដោយរឿងនេះចិនក៏ដឹងដែរទោះបីចិនស្រែកឡូឡាគម្រាមកំហែងយ៉ាងណាក៏ដោយចិនក៏ដឹងច្បាស់ថាបើហ៊ានវាយជប៉ុនគឺកងទ័ពចិននឹងបែកច្រមុះកងទ័ពចិននឹងបែកច្រមុះរីឯការប្រើអាវុធនុយក្លេអ៊ែរទៅលើជប៉ុនគឺនឹងត្រូវវាយបកវិញដោយអាមេរិកជប៉ុនគ្មាននុយក្លេអ៊ែរប៉ុន្តែការបាញ់កំជ្រួចធម្មតាទៅលើដីជប៉ុនជៀសមិនរួចពីប៉ះលើមូលដ្ឋានកងទ័ពអាមេរិកទេទោះបី activate defense treaty ការកោះហៅយកសន្ធិសញ្ញាយោធាអាមេរិកជប៉ុនឬមិនកោះហៅជៀសមិនរួចទេកងទ័ពចិនត្រូវតែប៉ះពេលទៅលើកងទ័ពអាមេរិកអាចនឹងនាំទៅដល់ការផ្ទុះសង្គ្រាមធំមែនទែននៅក្នុងខ្សែត្រៀមទី1កងទ័ពចិនដឹងរឿងនេះច្បាស់ណាស់ហើយកងទ័ពចិនក៏ដឹងអំពីភាពទន់ខ្សោយរបស់ខ្លួនដែរទោះបីក្រសួងការបរទេសនិងប្រព័ន្ធផ្សព្វផ្សាយចិនស្រែកឡូឡាយ៉ាងណាក៏ដោយក៏ចិនដឹងតែខ្លួនមិនខ្លាំងទេសង្គ្រាមលើសមុទ្រជប៉ុនមេទ័ពចិនទាំងអស់តែធំដឹងថាបើហ៊ានផ្ទុះគឺអាចនឹងខូចខាតច្រើនទោះបីចិនមានអាវុធយុទ្ធឧបករណ៍ខ្លាំងយ៉ាងណាក៏ដោយឧទាហរណ៍ចិនមានយន្តហោះ J20 ណាពី200គ្រឿងទៅ300គ្រឿងមានយន្តហោះ J20 ពី200គ្រឿងទៅ300គ្រឿងក៏យន្តហោះ J20 ពី200គ្រឿងទៅ300គ្រឿងនេះมันអាចប្រតិបត្តិការទោះបីចិននិយាយអំពីចម្ងាយនៃការហោះហើររបស់ J20 ក៏ដោយក៏យន្តហោះ J20 នេះมันអាចមកវាយលើដែនគោកចិនបានទេ J20 ឲ្យតែហ៊ានចូលក្នុងដែនអាកាសរបស់ជប៉ុនគឺយន្តហោះ F35 នឹងបាញ់ធ្លាក់ច្រើនណាស់មិនងាយទប់ទល់ទេយោងទៅតាមស្ថិតិនៃការជួបគ្នាម្ដងម្កាលជប៉ុនធ្លាប់មើលឃើញធ្លាប់សិក្សាជាមួយនឹងឥណ្ឌាដឹងថានៅពេលដែលចិនប្រើយន្តហោះ J20 ហោះក្បែរព្រំដែនឥណ្ឌាយន្តហោះចម្បាំងរបស់ឥណ្ឌា Rafale ផលិតនៅស្រុកបារាំងរ៉ាដារបស់ Rafale មើលឃើញយន្តហោះ J20 នៅពេលដែលយន្តហោះ J20 ជួនកាលមើលអត់ឃើញយន្តហោះ Rafale ទេហើយយន្តហោះ Rafale របស់បារាំងនេះអត់មានលាបថ្នាំបំបាំងកាយទេវាបែរទៅជារ៉ាដារបស់ J20 មើលឃើញបន្ទាប់មកទៀតរៀងរាល់សកម្មភាពរបស់ J20 ជប៉ុនតាមដានយូរហើយជប៉ុនបានចម្លងយកសកម្មភាពហោះហើរពីឥណ្ឌាក្តីពីខ្លួនឯងជប៉ុនក្តីនិងព័ត៌មាននៃការហោះហើររបស់ J20 ដែលអាមេរិកនិងកូរ៉េខាងត្បូងស្រូបយកបានជប៉ុនយកទិន្នន័យហ្នឹងមកសិក្សាយូរណាស់មកហើយអញ្ចឹងបើសិនជាមានការវាយប្រហារជប៉ុនប្រុងប្រៀបនឹងកម្ចាត់ J20 ចេញពីដែនអាកាសជប៉ុនបានឲ្យបានច្រើនជាទីបំផុតយន្តហោះ J20 របស់ចិនពី200គ្រឿងទៅ300គ្រឿងនោះជាយន្តហោះ3ចំនួនទី1គឺប្រើម៉ាស៊ីនរុស្ស៊ីដែលយន្តហោះនោះមិនអាចហោះចូលដែនអាកាសជប៉ុនបានងាយទេដោយសារម៉ាស៊ីនវាខ្សោយចំនួនទី2គឺជាយន្តហោះ J20 បំពាក់ដោយម៉ាស៊ីនផលិតនៅស្រុកចិនចំនួនទី1ប្រភេទទី2នេះក៏មិនអាចហោះលើដែនអាកាសចូលមកក្នុងដែនអាកាសជប៉ុនបានទេជប៉ុនអាចនឹងបាញ់ធ្លាក់ហើយចូលមកមិនជ្រៅទេរីឯ J20 ចំនួនទី3ប្រើម៉ាស៊ីនរបស់ចិនកម្លាំងខ្លាំងក៏មិនអាចមកធ្វើការវាយប្រហារលើណាមិនអាចមកធ្វើការវាយប្រហារលើដែនដីជប៉ុនបានដែរដោយ
កងទ័ពអាកាសជប៉ុនអាចបាញ់ធ្លាក់អស់ពីព្រោះបានគ្រោងទុកហើយអ្វីដែលចិនអាចនឹងបំផ្លាញជប៉ុនបានគឺការបាញ់កំជ្រួចប្រចិនមានកំជ្រួចច្រើនម៉ឺនដើមដូច្នេះជប៉ុនបានគិតទុកមុនថាបើសិនណាជាចិនបាញ់កំជ្រួចមិនលែងប៉ះអាមេរិកទេតើចិនហ៊ានបាញ់កំជ្រួចស្រោចមកលើដែនគោកជប៉ុនទេនេះគឺជាចំណុចមួយទៀតជប៉ុនបានពង្រឹងការការពារដែនអាកាសដែលកំជ្រួចអស់ហ្នឹងគឺជា interceptor ដែលអាចបាញ់ទម្លាក់កំជ្រួចចិនយ៉ាងហោចណាស់ក៏បាញ់ទម្លាក់កំជ្រួចចិនបាន40 ទៅ 50% ដែរពលគឺកំជ្រួចចិនដែលបាញ់មកលើដែនកោះជប៉ុនអាចនឹងត្រូវបាញ់ទម្លាក់ចោលមុនមកដល់ដោយជប៉ុនមាន air defense system ទំនើបចំណែកឯនាវាចម្បាំងដែលចិនមានច្រើនរយគ្រឿងมันអាចចូលសមុទ្រជប៉ុនបានទេពីព្រោះនាវាមួយទឹកជប៉ុនទី1ស្ងាត់ជាទីបំផុតទី2ប្រដាប់ដោយកំជ្រួចតពីដូដែលអាចបាញ់ឲ្យនាវាជប៉ុនលិចជាច្រើននាវាចិនលិចជាច្រើនគ្រឿងអញ្ចឹងចិនបើទាស់គ្នាជាមួយជប៉ុនអត់ហ៊ានយកនាវាផ្ទុកយន្តហោះមកចិត្តទេអត់ហ៊ានទេហើយនាវាពិឃាតនិងនាវាចម្បាំងរបស់ចិនក៏មិនងាយចូលក្នុងដែនទឹកជប៉ុនទេពីព្រោះនាវាមួយទឹកជប៉ុនស្គាល់គ្រប់ម៉ែត្រគ្រប់ក្រឡាក្នុងដែនទឹករបស់ខ្លួនហើយបានតាមដានថតយកទុកពីសម្លេងនាវានៅពេលដែលស្លាប់ចាក់វាវិលហ្នឹងជប៉ុនវាថតទុកបានច្បាស់ណាស់បើមកចិត្តវាបាញ់លិចច្រើនអញ្ចឹងចិនអាចមានប្រៀបតែម្យ៉ាងទេគឺមីសែលគឺការបាញ់កំជ្រួចតែបើបាញ់កំជ្រួចច្បាស់ជាប៉ះកងទ័ពអាមេរិកបានជាជប៉ុនmilitary planner អ្នករៀបចំផែនការកងទ័ពជប៉ុនគេមិនញញើតចិនទេហើយកងទ័ពចិនមេបញ្ជាការកងទ័ពក៏ដឹងបានជាមេបញ្ជាការកងទ័ពហ្នឹងវាអត់ហ៊ានរំលោភមកលើជប៉ុនទេវាខ្លាចមានបញ្ហាខ្លួនវាដែរហើយការប៉ុនប៉ងវាយតៃវ៉ាន់វានៅតែជាពាក្យសម្ដីនៅឡើយទេវាមិនទាន់ឈានដល់ការគម្រាមកំហែងជាប្រដាប់អាវុធទេដូណាល់ត្រាំបានស្នើឲ្យនាយករដ្ឋមន្ត្រីសាណែតាកាជីរក្សាភាពស្ងប់ស្ងៀមដើម្បីកុំឲ្យខូចប្រយោជន៍អាមេរិកដែលត្រូវការតាក់ទងជាមួយចិនតែជប៉ុនត្រៀមលក្ខណៈយូរឆ្នាំហើយថាបើចិនហ៊ានប៉ះពាល់ជាសភាវុធគឺហ៊ានឲ្យចិនបែកចំហហ៊ានឲ្យចិនទទួលស្គាល់ថាជប៉ុនមានសមត្ថភាពគ្រប់គ្រាន់នឹងបំផ្លាញទ័ពចិនបើមិនបំផ្លាញទ័ពចិនបានទាំងអស់ទេក៏បំផ្លាញទ័ពចិនណាដែលហ៊ានជន់លើដែនទឹកជប៉ុននេះគឺជាចម្ងល់របស់ប្រិយមិត្តខ្លះដែលតាក់ទងអំពីកម្លាំងទ័ពរបស់ចិនមានប្រៀបខាងមីសែលតែកងទ័ពអាកាសចិនមិនអាចប៉ះជាមួយជប៉ុនបានទេរីឯកងទ័ពជើងទឹករបស់ចិនមាននាវាច្រើនហើយថ្មីតែនាវាអស់នោះគឺគ្រប់លេខទាំងអស់ជប៉ុនស្គាល់គ្រាន់តែស្លាប់ចាប់ដើមវិលជប៉ុនត្រៀមបាញ់ពលិចហើយជប៉ុនក៏បានថែមថវិកាយ៉ាងច្រើនពាន់លានដើម្បីនឹងត្រៀមលក្ខណៈមិនឲ្យចិនក្អេងក្អាងដូចពាក្យសម្ដីទេទស្សនៈរបស់អ្នកវាយតម្លៃផែនការជប៉ុនគឺវាយចិនឲ្យបាក់ស្បាតមានន័យថាអ្នកខ្មៅជប៉ុនមិនព្រមឲ្យអ្នកចិនបំផ្លាញខ្លួនបានងាយទេគឺនឹងធ្វើឲ្យចិនហាន់ហោចវិញនេះគឺជាតួយោធាឥឡូវងាកទៅលើតារាងសេដ្ឋកិច្ចវិញសេដ្ឋកិច្ចចិនហើយនិងជប៉ុនខុសគ្នា6ដងបើចិនប្រើប្រាស់សង្គ្រាមសេដ្ឋកិច្ចជាមួយជប៉ុនអ្នកដែលទទួលរងគ្រោះគឺជប៉ុនមិនអាចច្បាំងសង្គ្រាមសេដ្ឋកិច្ចជាមួយចិនបានទេពីព្រោះទំហំសេដ្ឋកិច្ចចិនវាធំជាងទំហំសេដ្ឋកិច្ចជប៉ុន6ដងបើការប្រកួតប្រជែងផ្នែកសេដ្ឋកិច្ចនៅលើតារាងសេដ្ឋកិច្ចជប៉ុនចាញ់តែបើផ្នែកខាងកងទ័ពជប៉ុនហើយនិងទ័ពចិនធំជាងច្រើនជាងតែជប៉ុនមានសមត្ថភាពគ្រប់គ្រាន់នឹងធ្វើឲ្យឈាមចំហហើយមិនមែនឈាមតិចតួចទេគឺឈាមមកអញ្ចឹងចំណុចខ្សោយរបស់ជប៉ុនគឺសេដ្ឋកិច្ចបើទាស់គ្នាយូរហើយចិនបង្ហូរឈាមសេដ្ឋកិច្ចជប៉ុនរងគ្រោះការសិក្សាបែបនេះធ្វើឡើងដោយប្រុងប្រយ័ត្នជាទីបំផុតហើយការសិក្សាបែបនេះគឺសិក្សាយូរហើយអញ្ចឹងហើយបានជាចិនកងទ័ពចិនហ្នឹងគេឲ្យស៊ីជីនពីងតាក់ទងមកអាមេរិកដើម្បីបន្សល់មុខមាត់ហើយចិនឡូឡាចិនក្អេងក្អាងប៉ុន្តែចិនអត់វាយទេពីព្រោះមេទ័ពចិនភាគច្រើនដឹងថាតាវាយគឺឈាមហើយអ្នកដែលចាញ់ឈាមគឺមិនមែនជប៉ុនទេគឺចិនការប្រកួតប្រជែងសភាវុធគឺមានរាល់ថ្ងៃហើយដូចម្ដេចបានជាមានរាល់ថ្ងៃពីព្រោះអាហ្នឹងគឺជាទីផ្សារសភាវុធដូច
សង្គ្រាមខ្សែទឹកមានរាល់ថ្ងៃដូចសង្គ្រាមពាណិជ្ជកម្មមានរាល់ថ្ងៃRAL Plus ជប៉ុនមានបំណុលធំណាស់ក៏ប៉ុន្តែបំណុលជប៉ុនការប្រាក់ទៀតហើយបំណុលជប៉ុនខ្ចីខ្លួនឯងដូច្នេះជប៉ុនអាចច្បាំងជាមួយចិនបានរយៈពេលយូរគ្រាន់បើទោះបីខ្សែទឹកជប៉ុនតូចមែនប៉ុន្តែជប៉ុនមាន financial structure ខ្លួនឯងមាំទាំរីឯចិនមានលុយច្រើនជាងប៉ុន្តែប្រជាជនក៏ច្រើនជាងបើសិនណាជាច្បាំងជាមួយជប៉ុនហើយប៉ះពាល់ដល់ដែនគោកជប៉ុនគឺត្រូវបំផ្លាញហេដ្ឋារចនាសម្ព័ន្ធខ្សែទឹកចិនគឺបំផ្លាញរោងចក្រសំខាន់ជាងគេមិនទាន់វាយចូលដីចិនទេតែធ្វើឲ្យឧបមាខ្ញុំឲ្យឧទាហរណ៍ភាគខាងកើតចិនមានកំពង់ផែដែលយើងអាចសិក្សាបានថាតើមានកំពង់ផែប៉ុន្មាននៅភាគខាងកើតចិនពីខាងជើងមកខាងត្បូងកំពង់ផែភាគច្រើនបើមានសង្គ្រាមធំជាមួយនឹងជប៉ុនអាចធ្វើឲ្យកំពង់ផែរបស់ចិនពីខាងជើងមកដល់ហ្វូជៀនមុខតៃវ៉ាន់ដំណើរការលែងបានបើកំពង់ផែនឹងដំណើរការអត់បានចិននឹងបាត់បង់ការដឹកជញ្ជូន 60% ពីព្រោះកំពង់ផែ 50% ចុះមកខាងត្បូងអត់អាចទទួលនៅតំណែងដែលត្រូវដឹកចេញបានទាំងអស់ទេអញ្ចឹងឆ្លើយទៅវិញថានៅពេលដែលចិនច្បាច់កជប៉ុនឲ្យច្បាំងយូរដើម្បីបំផ្លាញខ្សែទឹកជប៉ុនអាចបំផ្លាញខ្សែទឹកចិនដោយធ្វើឲ្យកំពង់ផែមួយចំនួនដឹកអត់បាននេះគឺជាផែនការដែលជប៉ុនគិតជាមួយអាមេរិកពីព្រោះប្រទេសចិនធំមែនតែកំពង់ផែនាំចេញមានតែនៅខាងកើតពីជើងមកត្បូងនេះកងទ័ពចិនត្រូវគិតមែនតើបើអសន្តិសុខពីខាងជើងចាប់ពីសមុទ្រចិនភាគខាងកើតចុះមកសមុទ្រលឿងចុះមកច្រកតៃវ៉ាន់មុខខេត្តហ្វូជៀនបើកំពង់ផែនៅភាគខាងកើតពីជើងមកពាក់កណ្ដាលហ្នឹងដឹកអត់ចាញ់ខ្សែទឹកចិនស្ទះដូច្នេះហើយមិនមែនមានន័យថាចិនជិះសេះលែងដៃទេហ្នឹងមិននិយាយពីជប៉ុនបាញ់កំទេចឧស្សាហកម្មចិនទេជប៉ុនអត់មាននុយក្លេអ៊ែរទេប៉ុន្តែមានសមត្ថភាពនឹងធ្វើឲ្យខ្ទេចមកជួរខាងកើតហ្នឹងធ្វើឲ្យដឹកអត់ចាញ់ផលិតអត់កើតរឿងអស់នេះសិតតែរឿងគិតមិនមែនរឿងដូចប្រជាជនមើលឃើញទេហើយកងទ័ពចិនក៏ដឹងមិនមែនមិនដឹងទេសម្ដីរបស់ស៊ីជីនពីងផ្សេងចំណែកការគិតរបស់កងទ័ពផ្សេងមនុស្សល្ងងប្រើមិនបានណាហើយបើអត់លុយឧទាហរណ៍តែខ្មែរយើងមាន PHL 03បាញ់មកប្រើអស់ក្របហើយបើអស់ក្របអត់មានលុយទិញទៀតក៏វាខ្វះខាតអញ្ចឹងការគិតផ្នែកសភាវុធគេគិតតាំងពីមានរហូតដល់ភស្តុភារកម្មបើភស្តុភារកម្មវាអត់គ្រប់ទេសភាវុធហ្នឹងបាញ់មួយផ្លែតអស់ហើយឧទាហរណ៍ដូចយន្តហោះ J20 របស់ចិនជប៉ុនគិតថាបើច្បាំងគ្នា30ថ្ងៃ J20 ត្រូវដំណើរការឡើងកើតពីព្រោះអីគ្រឿងបន្លាស់ខ្វះខាតហើយបន្ទាប់មកទៀតនៅពេលដែលយន្តហោះ F35 អាចហោះហើរបានច្រើនម៉ោងមុននឹងដូរម៉ាស៊ីនយន្តហោះ J20 ហោះក្រោម800ម៉ោងត្រូវតែដូរម៉ាស៊ីនតើចិនអាចផ្លាស់ប្ដូរម៉ាស៊ីនលឿនប៉ុណ្ណាជប៉ុនអាចដូរម៉ាស៊ីន F15 លឿនជាងចិន100ដងបើចំនួន F35 100គ្រឿងនៅក្នុងពេលច្បាំងគ្នា90គ្រឿងអាចច្បាំងបានចំណែក J20 300គ្រឿងប្រហែលជា100គ្រឿងទេអាចច្បាំងបាន200គ្រឿងនៅលខិលខាតនៅឡើយពីព្រោះអាចយន្តហោះហ្នឹងវាហោះតិចម៉ោងទេតម្រូវការឲ្យដូរម៉ាស៊ីនដោះម៉ាស៊ីនមួយចេញដូរហើយគេមិនទាន់ដឹងថាការដោះនឹងដូរម៉ាស៊ីននឹងលឿនប៉ុណ្ណាទេតែ F35 ការដោះនឹងដូរម៉ាស៊ីនគឺលឿនដូចរន្ទះអញ្ចឹងហើយមិនមែនជប៉ុនមកដឹកម៉ាស៊ីនពីអាមេរិកទៅដូរទេគឺមានស្រាប់នៅនឹងទឹកដីជប៉ុនហើយអ្នកដែលដូរម៉ាស៊ីននឹងទៀតវិស្វករដែលដូរម៉ាស៊ីននឹងទៀតគឺនៅលើដីជប៉ុនហើយគ្រឿងបន្លាស់ដទៃទៀតនៅលើដីជប៉ុនតែជប៉ុនអត់ចាំបាច់ដឹកពីអាមេរិកទៅទេជប៉ុន produce នៅនឹងអញ្ចឹងជប៉ុនគិតអារឿងនឹងយូរហើយណា